សួស្តីអ្នកទាំងអស់គ្នាជួយជាមួយអ្នកមានសារជាថ្មីម្ដងទៀតហើយមកបន្តសេរីរឿងរបស់យើងដែលជាភាគបន្តដើមនៃសេរីរឿងដែលសារតែក្មេងតូចបន្តហៅទៅកាន់ឈិនសៀឡានថាជាឪពុកដូច្នេះឈិនសៀឡានក៏សួរ system ឲ្យថាប្រពន្ធឯងជួយពិនិត្យមើលក្មេងតូចម្នាក់នេះបន្តិចមើលតើគេមានរឿងអ្វីកើតឡើងហើយអ្វីបានជារង្វាន់ដែលយើងទទួលបានគឺជាក្មេងតូចទៅវិញ system ក៏បង្ហាញថាយើងមិនអាចបង្ហាញអំពីអត្តសញ្ញាណពិតរបស់ក្មេងតូចម្នាក់នេះបានទេក៏ព្រោះថាលោកម្ចាស់មិនទាន់ធ្វើការអាប់ដេតទៅកាន់ system ហើយកិច្ចសន្យារវាងលោកម្ចាស់ព្រមទាំងក្មេងតូចត្រូវបានចោះរួចហើយអញ្ចឹងអ្នកគួរតែថែរក្សាគេឲ្យបានល្អទៅលើបែបនេះឈិនសៀឡានក៏ងឿឆ្ងល់តើយើងបានចុះកិច្ចសន្យាជាមួយនឹងគេតាំងពីពេលណាទៅនិយាយមិនទាន់ទាំងចប់ផងក្មេងតូចក៏ចាប់ផ្ដើមគោទៅកាន់គាត់ទៀតហើយឈិនសៀឡានក៏ប្រាប់ឲ្យចុះភ្លាមទៅយើងមិនមែនជាឪពុករបស់ឯងទេឆាប់ចុះឲ្យលឿនភ្លាមទៅប៉ុន្តែក្មេងតូចមិនបានស្ដាប់នោះទេរត់តែហៅគាត់ថាជាឪពុកលើដើមដល់ដំណាក់កាលមួយនេះទៅហើយឈិនសៀឡានទ្រាំលែងបានមែនទេហើយវាគ្រប់គ្រាន់ហើយក្មេងឡើយយើងប្រាប់ឯងម្ដងរួចមកហើយថាយើងមិនមែនជាឪពុករបស់ឯងនោះទេតែមិនអីនោះទេចាំយើងឲ្យលោកតាវោព្រមទាំងលីលីរកអ្នកមកចិញ្ចឹមឯងនៅពេលដែលឮគាត់និយាយបែបនេះក្មេងតូចក៏ចាប់ផ្ដើមស្រែកយំខ្លាំងយកតែម្ដងធ្វើឲ្យឈិនសៀឡានភ័យខ្លាំងមែនទែនឯងឆាប់ជប់យំភ្លាមទៅយើងមិនបានធ្វើអីទៅកាន់ឯងនោះទេក៏ប៉ុន្តែក្មេងតូចនៅតែបន្តយំ system ក៏បញ្ជាក់ថាបើលោកម្ចាស់ហ៊ានតែបោះបង់ទៅកាន់ក្មេងតូចនោះអ្នកនឹងទទួលរងនៅវិន័យយ៉ាងធ្ងន់ធ្ងរហើយពេលនេះវិន័យនឹងត្រូវបានចាប់ផ្ដើមរយៈពេល40នាទីទៀតលើបែបនេះឈិនសៀឡានមិនយល់នោះទេតើវាគឺជាតន្តកម្មអ្វីទៅបន្ទាប់ពីគាត់និយាយរួចភ្លាមគាត់ក៏ត្រូវបានបញ្ជូនទៅកាន់ទីតាំងមួយកន្លែងទៀតក្មេងតូចនៅតែបន្តយំឈិនសៀឡានក៏តើកុំយំអីក្មេងតូចយើងពិតជាមិនដឹងអំពីវិធីសាស្ត្រក្នុងការលួងក្មេងនោះទេស្រាប់តែពេលនោះគាត់ក៏បានលើកសម្លេងរបស់សត្វចម្លែក system ក៏បានបញ្ជាក់ថានេះគឺជាសត្វនាគងើតដែលវាមានកម្រិតទី40ឈិនសៀឡានក៏ព្យាបាលក៏ព្រោះថាចំនួនពិតជាច្រើន system ក៏បញ្ជាក់ថាឥឡូវនេះតន្តកម្មត្រូវបានចាប់ផ្ដើមអ្នកត្រូវតែការពារទៅកាន់ក្មេងតូចបើក្មេងតូចស្លាប់អ្នកនឹងត្រូវបានលុបចោលចេញពីប្រព័ន្ធផងដែរឈិនសៀឡានក៏ពិតជាមិនយល់អំពីអ្វីដែល system បាននិយាយនោះទេប៉ុន្តែលបងសត្វចម្លែកក៏ចាប់ផ្ដើមបើកការវិបហាទៅកាន់ក្មេងតូចបាត់ទៅហើយតែត្រូវបានឈិនសៀឡានជួយទាំពេលវេលាព្រមទាំងប្រាប់អំពីហេតុផលទៅថាឯងមិនគួរយំនោះទេក៏ព្រោះឯងគឺជាក្មេងល្អបន្តមកឈិនសៀឡានក៏បានទាញដាវព្រមទាំងប្រើប្រាស់ទម្រង់នៃភាពវឹកវរក្នុងការសម្លាប់ទៅកាន់សត្វបិសាចទាំងអស់នោះផងដែរកាន់មកខាងក្រៅវិញលោកតាវូក៏សួរថាតើគាត់យ៉ាងម៉េចហើយលឺប៉ានក៏ឆ្លើយតបថាគាត់មិនអីនោះទេប៉ុន្តែតើពួកពុទ្ធចារទាំងអស់នោះយកព្រមទៅស្វែងរកប្រាសាទជាមួយនឹងយើងដែរឬទេលោកតាក៏ឆ្លើយតបថាសូម្បីតែម្នាក់ក៏ពួកគេមិនចូលរួមជាមួយនឹងយើងដែរក៏ព្រោះថាពួកគេទាំងអស់គ្នានេះពិតជាមានការភ័យខ្លាចចំពោះព្រះខ្លាំងមែនទែនលោកប៉ានក៏បន្តថាបើពួកគេមិនចូលរួមក៏ហេតុទៅជាមួយនឹងក្រុមរបស់យើងប៉ុននេះក៏អាចស្វែងរកឃើញតែការប្រាសាទផងដែរលោកតាវូក៏បញ្យល់ថាសត្វចម្លែកនៅខាងក្រៅវាពិតជាមានថាពួកខ្លាំងណាស់សម្បីតែឯងនឹងយើងនឹងក៏មិនអាចដោះស្រាយជាមួយវាបានដែរប៉ុន្តែឥឡូវនេះយើងគួរតែទៅជួបឈិនសៀឡានជាមុនសិនហើយចាំយើងពិភាក្សារឿងនេះបន្តទៀតស្រាប់តែពេលនោះកញ្ញាលីលីក៏បង្ហាញខ្លួនព្រមទាំងសួរថាលោកតាតើអ្នកកំពុងតែទៅណាលោកតាវូក៏ឆ្លើយតបថាដោយសារតែឈិនសៀឡានបានផ្សាយនៅខ្លួនអញ្ចឹងហើយយើងចង់ទៅមើលគេលើបែបនេះនាងពិតជារំភើបក៏ព្រោះថានាងក៏ចង់ដឹងថាតើថាពោធិរបស់គាត់គឺជាអ្វីចំណែកឯឈិនសៀឡានវិញក៏បានសំណាប់ទៅកាន់សត្វនាគងើតទាំងអស់នោះអស់ផងដែរ system ក៏ប្រាប់ថាឥឡូវនេះភារកិច្ចត្រូវបានបញ្ចប់ក្មេងតូចក៏បានអបអរទៅកាន់គាត់ទៅឈិនសៀឡានបានត្រឹមតែគិតថាសាហាវពេកហើយបន្តមកក៏ត្រូវបានបញ្ជូនត្រឡប់មកវិញស្រាប់តែពេលនោះចៅលីលីក៏បង្ហាញខ្លួននាងក៏សួរផងដែរថាតើកុមារម្នាក់នេះគេមកពីណាទៅតែគេពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ហើយតើឯងយកគេមកពីណាឈិនសៀឡានក៏បានប្រាប់ថាគេបានចេញអំពីសុទ្ធមួយនាងក៏បានយកឡើងមើលទៅគេបានយកចេញអំពីពងហើយឈិនសៀឡានក៏បាននិយាយឲ្យថាតើក្មេងតូចអាចយកចេញពីពងដោយរបៀបណាទៅវាពិតជាមិនសមហេតុផលតតែសោះពីនោះផងណាលោកតាក៏ដើរចូលមកព្រមនឹងសួរថាតើវាមានរឿងអ្វីកើតឡើងលីលីហើយបានជាមានសម្លេងខ្លាំងម្ល៉េះតែលីលីក៏លើកបង្ហាញថាលោកតានេះគឺជាកូនរបស់ឈិនសៀឡានខ្ញុំមិនដឹងថាគាត់យកវាមកពីណានោះទេឃើញបែបនេះពួកគេក៏ងឿងឆ្ងល់លោកប៉ានក៏សួរថាហើយបានជាពីដំបូងយើងមិនឃើញកូននេះអញ្ចឹងតែអញយកកូនតេមួយនេះមកពីណាឈិនសៀឡានក៏តបថាដោយសារតែគេបានលើកខ្លួននៅខាងក្រោមក្រែអញ្ចឹងហើយបានជាឯងមិនឃើញវាតែគាត់ក៏គិតក្នុងចិត្តថាតើខ្ញុំក៏បញ្យល់ពួកគេដោយមិនដេចទៅបើខ្ញុំបញ្យល់ពួកគេប្រហែលជាពួកគេមិនយល់អំពីអ្វីដែលខ្ញុំបាននិយាយផងដែរលោកតាវូក៏សម្រួលថាអញ្ចឹងមិនអីនោះទេដោយសារតែឯងផ្សាយទៅអញ្ចឹងគួរតែញ៉ាំអីសិនទៅហើយចាំយើងនិយាយគ្នានៅពេលដែលយើងកំពុងតែញ៉ាំអាហារចែលីលីក៏យល់ព្រមរួចហើយនាងក៏និយាយទៅកាន់ក្មេងតូចថាក្មេងតូចចាំចែករៀបចំម្ហូបអាហារឆ្ងាញ់ៗជូនទៅកាន់ឯងក្មេងតូចក៏ងក់ក្បាលយល់ព្រមពេលនោះលូប៉ានក៏បាននិយាយថាតើអ្នកក៏ចង់ធ្វើជាមិត្តស្រីរបស់ខ្ញុំទេនាងក៏តបថាយើងមិនដែលគិតអំពីវាតតែសោះស្រាប់តែពេលនោះក្មេងតូចក៏ថាឃើញទឹកមកបែបនេះឈិនសៀឡានក៏បានយល់ហើយថាគេកំពុងតែឃ្លានអញ្ចឹងមិនអីទេបន្តិចទៀតឯងនឹងបានញ៉ាំអាហារស្រាប់តែពេលនោះលោកតាវូក៏សុំទោសទៅកាន់គាត់ធ្វើឲ្យសិនសៀឡានពិតជាមានការងឿងឆ្ងល់គាត់ក៏តបថាដោយសារតែយើងមានការធ្វើប្រហែសដាក់ជីវិតរបស់ឯងនៅក្នុងស្ថានភាពគ្រោះថ្នាក់តែយើងមិននឹកស្មានថាឯងនឹងជួបវិស័យដែលមានកម្រិតខ្ពស់បែបនេះនោះទេឈិនសៀឡានក៏និយាយថាសូមលោកតាក៏មិនទោសខ្លួនឯងឯងក៏ព្រោះថានេះក៏ជាការចំណាច់ចិត្តរបស់ខ្ញុំផងដែរប្រសិនមកខ្ញុំមិន
បានជួបគ្រោះថ្នាក់នៅពេលនោះទេប្រហែលជាខ្ញុំមិនយល់អ្វីដែលអ្នកបាននិយាយពីមុននោះទេហើយនៅពេលដែលជីវិតរបស់ខ្ញុំបានឈានចូលទៅដល់ចំណុចចុងក្រោយនោះខ្ញុំក៏ត្រូវបានគេបញ្ជូនទៅកាន់កន្លែងណាមួយក៏មិនដឹងនោះទេដែលនៅក្នុងទីកន្លែងដ៏ចម្លែកមួយនោះមានបរិសម្នាក់ក៏និយាយប្រាប់ខ្ញុំថាបើខ្ញុំយកប្រន់ធ្វើជាម្ចាស់របស់គាត់នោះខ្ញុំនឹងអាចចាកចេញពីទីនេះជាមួយនឹងគាត់បានបន្ទាប់ពីខ្ញុំទទួលយកនៅសំណើមួយនេះខ្ញុំក៏អាចចាកចេញពីទីនោះបានពិតមែនហើយក៏ទៅបានថាពលនិធិនៃភាពវឹកវរថែមទៀតផងប៉ុន្តែខ្ញុំនៅតែមានការងឿងឆ្ងល់ថាតើមនុស្សគ្រប់គ្នានៅពេលដែលពួកគេបានដាស់ថាពលនិធិពួកគេត្រូវបានបញ្ជូនទៅកាន់ទីកន្លែងមួយនោះដែរឬទេលោកតាវូក៏ឆ្លើយតបថាមិនមែននោះទេមនុស្សគ្រប់គ្នាមិនត្រូវបានបញ្ជូនទៅកាន់ទីកន្លែងណាឡើយហើយបើតាអ្វីដែលបានរៀបរាប់លក្ខណៈនៃភាពវឹកវរយើងពិតជាមិនដែលឮនោះទេប៉ុន្តែយើងធ្លាប់អានអំពីវានៅក្នុងសៀវភៅបុរាណកាលពី1000ឆ្នាំមុនឆាន់សៀឡានក៏សួរថាតើក្នុងនោះគេនិយាយអំពីអ្វីតើលោកតាអាចនិយាយប្រាប់ខ្ញុំបានដែរឬទេលោកវាជាប់ពាក់ព័ន្ធជាមួយនឹងការបញ្ជូនខ្ញុំមកកាន់ទីនេះលោកតាក៏ចាប់ដើមនិយាយរៀបរាប់ថារឿងព្រេងកាលពី10000ឆ្នាំមុនព្រះនៃអំពើអាក្រក់ក៏បានចំមកលើផែនដីពេលនោះផែនដីគឺមានតែភាពវឹកវរព្រមទាំងអំពើអាក្រក់ប៉ុណ្ណោះមនុស្សក៏បានធ្វើសង្គ្រាមជាមួយនឹងព្រះនៃអំពើអាក្រក់ដើម្បីរស់រានមានជីវិតប៉ុន្តែអំណាចថាពលរបស់ព្រះនៃអំពើអាក្រក់ពិតជាខ្លាំងពេកហើយដែលមនុស្សមិនអាចទប់ទល់ជាមួយនឹងការវាយប្រហារដ៏សាហាវខុសខើរបស់ពួកគេបានទេនៅក្នុងពេលដែលមនុស្សគ្រប់គ្នាកំពុងតែមានសេចក្តីអស់សង្ឃឹមនោះក៏ស្រាប់តែមានបរិសម្នាក់ក៏បានចុះមកតែគាត់មានឈ្មោះថា Hersen ដែលអំណាចរបស់គាត់គឺជាភាពវឹកវរបិសាចទាំងអស់នោះមិនមែនជាដៃគូរបស់គាត់ឡើយចាប់តាំងពីពេលនោះមក Hersen ក៏ចាប់ផ្ដើមបង្កើតកងទ័ពក្នុងការប្រឆាំងជាមួយនឹងព្រះអាក្រក់បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនរយឆ្នាំក្រោយមក Hersen ក៏បានសម្លាប់ទៅកម្មព្រះអាក្រក់បានសម្រេចហើយគាត់ក៏បានបិទត្រាព្រះអាក្រក់ទាំងអស់នោះនៅក្នុងឋាននរក18បូកផងដែរឈើសៀឡានក៏និយាយថាតើអាចទេដែលបរិមម្នាក់នោះគាត់គឺជា Hersen ដែលខ្ញុំបានឃើញលោកតាវូក៏បន្តថាប្រសិនមកឯងស្ទាត់ជំនាញជាមួយនឹងអំណាចនៃធាតុវឹកវរនោះកម្លាំងរបស់ឯងនឹងមិនអានជាង Hersen នោះទេស្រាប់តែពេលនោះចារីលីក៏ថាតើអ្នកកំពុងតែនិយាយអំពីអ្វីឥឡូវនេះអាហាររៀបចំរួចរាល់ហើយលោកតាវូក៏តបថាមិនអីនោះទេយើងទៅឥឡូវហើយតែឈើសៀឡានអ្វីដែលយើងបានប្រាប់ឯងឲ្យបាញ់មិញនេះឯងមិនត្រូវយកវាប្រាប់ទៅកាន់អ្នកដទៃឡើយរហូតតទៅឯងយល់អំពីរឿងនេះពេញលេញឈើសៀឡានក៏ឆ្លើយតបថាខ្ញុំយល់ហើយតែឃើញថាអាហារមានចំនួនច្រើនហើយសិតតែឆ្ងាញ់ទៀតឈើសៀឡានក៏សារទៅកាន់សាលីលីប៉ុន្តែលីលីក៏បានតបថាគួរតែអរគុណទៅកាន់លបងបិសាចដែលការធ្វើម្ហូបរបស់គាត់អស្ចារ្យខ្លាំងមែនទែនសិតសឹងតែឆ្ងាញ់ទាំងអស់លបងរ៉ៃស៊ីក៏ថាចៃលីលីដូចជាសាខ្ញុំពេកហើយឈើសៀឡានក៏ឆ្ងល់ហើយរ៉ៃស៊ីហើយមកជាឯងនៅទីនេះគេក៏ឆ្លើយតបថាដោយសារតែលោកតាបានយកខ្ញុំមកកាន់ទីនេះអញ្ចឹងឯងអ្នកទាំងអស់គ្នាគួរតែញ៉ាំអាហារតាមសម្រួលទៅលោកតាវូក៏លើកឡើងថាដោយសារតែយើងមិនដឹងអំពីស្ថានភាពនៅក្នុងវាសាច់ណាតយ៉ាងដូច្នេះហើយរ៉ៃស៊ីគឺពិតជាមានប្រយោជន៍ឈើសៀឡានក៏សួរបន្ថែមថាចុះមនុស្សពីរនាក់នៅក្នុងរូងភ្នំនោះពួកគេយ៉ាងម៉េចដែរចៃលីលីក៏បកស្រាយថាពួកគេត្រូវបានលោកតានាំទៅមន្ទីរព្យាបាលជំងឺអស់បាត់ទៅហើយនៅពេលល្ងាចចាំយើងទៅជួបពួកគេបន្តមកពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមញ៉ាំអាហារពោពេញដោយសេចក្តីរីករាយតែម្ដងទៅកាត់មកមួយចំហៀងទៀតវិញបរិសម្នាក់ក៏និយាយថាលោកម្ចាស់ពួកមនុស្សទាំងអស់នោះពិតជាបានរស់នៅជាមួយនឹងលោកតាវូមែនគេក៏បានតបថាល្អអញ្ចឹងថ្ងៃនេះយើងរៀបការរឿងមួយនេះប្រាប់ទៅកាន់លោកម្ចាស់បន្តមកទៀតពួកគេក៏បានដើរចូលទៅក្នុងទីក្រុងចៃលីលីក៏សារទៅកាន់ចិនស៊ីឡាំងថាគាត់ពិតជាអស្ចារ្យណាស់ប៉ុន្តែលូប៉ានក៏ថាវាមិនអស្ចារ្យណាស់ទេប៉ុណ្ណឹងចិនស៊ីឡាំងក៏និយាយទៅថាអញ្ចឹងបើសិនបើឯងទៅវិញប្រហែលជាយើងគួរតែយកសារសាររបស់ឯងមកមិនគេឯងលើបែបនេះលូប៉ានពិតជាខឹងជាខ្លាំងចៃលីលីក៏សួរថាចិនស៊ីឡាំងតើឯងបានដាស់ថាពលនិធិអ្វីចិនស៊ីឡាំងមិនបានប្រាប់ការពិតទៅកាន់នាងនោះទេក៏បាននិយាយថាខ្ញុំមិនដឹងថាធាតុអ្វីដែលខ្ញុំមកភ្ញាក់នោះទេប៉ុន្តែវាគួរតែតាក់ទងជាមួយនឹងបូជាចារលើបែបនេះចៃលីលីក៏វិភាគឲ្យថាបើវាជាបូជាចារអញ្ចឹងមានន័យថាឯងមានថាពលនិធិពន្លឺចិនស៊ីឡាំងក៏ថាប៉ាត់មែនហើយវាគឺជាធាតុពន្លឺលើបែបនេះលូប៉ានក៏និយាយទៅថាគ្រាន់តែធាតុពន្លឺសោះគ្មានន័យអស្ចារ្យនោះទេបន្តមកទៀតពួកគេទាំង3នាក់ក៏ធ្វើដំណើរទៅដល់មជ្ឈមណ្ឌលនៃការព្យាបាលចិនស៊ីឡាំងក៏សង្ឃឹមថាប្រូលូនិងហ្វាឡូកាមិនអីទៅចុះស្រាប់តែពេលនោះក៏បានដើរជន់ទៅកាន់ក្បួននៃការបង្កើតរបស់មួយយ៉ាងត្រឹមតែមួយរំពេចក៏ត្រូវបានបញ្ជូនទៅកាន់ទីតាំងមួយទៀតដែលពួកគេទាំងពីរនាក់មិនបានដឹងនោះទេសាច់រឿងក៏បង្ហាញអំពីទីតាំងមួយដែលនាងមួយក្បាលកំពុងតែហក់ខ្វាយខ្វាន់ជុំវិញវិមានមួយបរិមម្នាក់ក៏បានអង្គុយនៅលើសាឡុងព្រមទាំងនិយាយថាទីផុតអីមកហើយអាកាលីសឺក៏សួរថាតើព្រះអង្គម្ចាស់ហាដែលមានបញ្ហាអ្វីដែរហើយបានជាអ្នកក៏ហក់ខ្ញុំមកភ្លាមដូចនេះហើយដែលក៏បានតបទៅថាដោយសារតែយើងមានអារម្មណ៍ថាតែវិស័យ Forest ត្រូវបានគេសម្លាប់បាត់ហើយលើបែបនេះអាកាលីសឺមិនជឿនោះទេក៏ព្រោះថាមនុស្សដែលរឆាទាំងអស់នៅមិនអាចសម្លាប់ទៅកាន់ Forest បាននោះទេហើយដែលក៏ថាដោយសារតែបែបនេះហើយទើបយើងក៏ហៅឲ្យមកកាន់ទីនេះឲ្យទៅសឹកបង្កេតទៅកាន់វាខ្សាច់ណាតយ៉ាថាតើវាមានរឿងអ្វីកើតឡើងអាកាលីសឺក៏តបថាខ្ញុំយល់ហើយព្រះអង្គម្ចាស់ហើយដែរចំណែកឆាន់ស៊ីឡាំងវិញក៏ងឿងឆ្ងល់ហើយថាគាត់ពេលនេះនៅឯណាស្រាប់តែពេលនោះបរិមម្នាក់ក៏និយាយថាយើងគឺជាអ្នកប្រាថ្នាពវេទមន្តទេលផ
support មួយនេះហើយយើងក៏ជាម្ចាស់ក្រុង Hack ផងដែរដោយសារតែលើគេនិយាយរៀបរាប់ប្រាប់ច្រើនខ្លាំងពេកឆាន់សេឡាងក៏ថាខ្ញុំគ្រាន់តែជាអ្នកអំណាចប៉ុណ្ណោះហើយអ្វីបានជាអ្នកបញ្ជូនខ្ញុំមកកាន់ទីនេះគេក៏ឆ្លើយតបថាយើងនឹងធ្វើឲ្យគឺជាអ្នកសម្លាប់ទៅកាន់ស្ដេចបិសាចដូច្នេះតើឯងចង់ចូលរួមជាមួយនឹងយើងដែរឬទេនៅពេលនោះឯងមិនខ្វះនោះទេអំណាចនិងលុយចាយអ្វីដែលឯងចង់បានយើងអាចបំពេញតាមចិត្តរបស់ឯងបានឆាន់សេឡាងក៏ថាខ្ញុំសុំទោសមិនចាប់អារម្មណ៍ជាមួយនឹងអ្វីអ្នកបាននិយាយនោះទេហើយខ្ញុំក៏មិនចង់ចូលរួមជាមួយនឹងអ្នកដែរឥឡូវនេះខ្ញុំសុំចេញទៅមុនហើយលើបែបនេះគេពិតជាខឹងខ្លាំងមែនទែនព្រមទាំងនិយាយថាមើលតើឯងជាមួយនឹងលោកពូលីមិនខុសគ្នានោះទេដូច្នេះយើងនឹងផ្ដល់ឱកាសឲ្យឯងម្ដងទៀតទៅចុះបើឯងមិនចូលរួមទេយើងនឹងសម្លាប់ឯងនៅនឹងកន្លែងនេះតែម្ដងឆាន់សេឡាងមិនបានខ្លាចនោះទេខ្ញុំក៏ចង់ប្រាប់អ្នកម្ដងទៀតដែរថាបើសិនមកលីព្រមទាំងអ្នកទៀតមានគ្រោះថ្នាក់អ្នកក៏មិនរួចខ្លួនផងដែរកាត់មកកាន់ពេលនេះវិញចៃលីនៅតែមានការងើយឆ្ងល់ថាតើឆាន់សេឡាងគាត់បាត់ខ្លួនទៅណាទៅចំណាលោកប៉ានវិញក៏មានអារម្មណ៍ថាមានគ្រោះថ្នាក់ដូច្នេះហើយគេក៏បានស្រែកថាលីត្រូវប្រយ័ត្នរួចហើយក៏បានទិញខ្លួនរបស់នាងក៏ចេញអំពីការវិបហាមួយនោះតែម្ដងទៅព្រមទាំងសួរថាលីតើអ្នកមិនអីទេមែនទេនាងក៏ឆ្លើយតបថាមិនអីនោះទេបន្ទាប់មកលោកប៉ានក៏និយាយទាំងកំផឹងថាតើឯងក៏ជាណាដែលហ៊ានចង់សម្លាប់យើងព្រមទាំងលីមនុស្សដែលអាចក៏បានបង្ហាញខ្លួនព្រមទាំងអាវុធជុំវិញខ្លួនរបស់គេពិតជាកំណាចចំណែកឯឆាន់សេឡាងវិញក៏បានកើតចេញអំពីការវិបហាទាំងអស់នោះរួចហើយក៏បានជួយសង្គ្រោះទៅកាន់ក្មេងតូចផងដែរព្រមទាំងកើតថាដោយសារតែក្មេងតូចនេះហើយធ្វើឲ្យខ្ញុំពិបាកក្នុងការបញ្ជាខ្លាំងមែនទែនប៉ុន្តែក្មេងតូចបែរជាមានភាពសប្បាយរីករាយទៅវិញគេក៏បាននិយាយថាគូយ៉ាក្លូដែលធ្វើឲ្យឆាន់សេឡាងមានការកៀងជាមួយទាំងវើរបស់គេយ៉ាងខ្លាំងស្រាប់តែពេលនោះប្រូសបៃតងក៏និយាយថាអេមពិតជាមានកម្លាំងមែនទែនប៉ុន្តែវានៅតែអន់សម្រាប់យើងឆាន់សេឡាងក៏សួរថាហើយបានជាឯងចង់សម្លាប់មកកាន់ពួកយើងហើយអ្វីបានជាឯងមិនចូលរួមជាមួយនឹងពួកយើងក្នុងការរកវិធីដោះស្រាយជាមួយសត្វចំណាយទាំងអស់នោះលើបែបនេះគេក៏បានជាសោយដោះស្រាយជាមួយសត្វចំណាយទាំងអស់នោះមែនទេមើលទៅលោកពូវឡាំងមិនតន់ប្រាប់ឲ្យនៅឡើយទេយើងបានចុះកិច្ចសន្យាជាមួយសត្វចំណាយទាំងអស់នោះរួចហើយជាថ្នូរសន្តិភាពយើងក៏បានបញ្ជូនមនុស្សខ្លះឲ្យទៅជាចំណីរបស់ពួកគេការដែលលះបង់មនុស្សទន់ខ្សោយទាំងអស់នោះវាពិតជាកិត្តិយសរបស់ពួកគេហើយវូពូលីក៏គេយល់ព្រមផងដែរឆាន់ស៊ីឡាងក៏ថាអញ្ចឹងតាំងពីដើមមកឯមិនដែលចង់ចាច់ញ៉ាំពីវាស្នេហ៍តាតយ៉ាទេមែនទេក៏សើថាអឡដឯងពិតជាស្លាតខ្លាំងណាស់បើឯងបានយល់អំពីស្ថានភាពឯងអញ្ចឹងគួរតែចូលរួមជាមួយពួកយើងទៅក៏ព្រោះថាសត្វចម្លែកទាំងអស់នោះពួកគេត្រូវបានបញ្ជូនដោយព្រះដូច្នេះហើយយើងមិនអាចយកឈ្នះទៅកាន់ពួកគេនោះទេឆាន់ស៊ីឡាងនៅតែពោពេដដែលខ្ញុំសុំទោសផងក៏ព្រោះថាខ្ញុំមិនមែនជាមនុស្សកំសាន្តដូចជាពួកឯងនោះទេគេក៏បាននិយាយថាស្រាល្អមិនចង់ផឹកតែឯងចង់ផឹកស្រាវិន័យមែនឆាន់ស៊ីឡាងក៏បានរៀបចំទុកដាក់ឲ្យក្មេងតូចនៅកន្លែងទីសុវត្ថិភាពបន្ទាប់មកគាត់ក៏និយាយថាដោយសារតែឯងចង់សម្លាប់មកកាន់យើងទៅហើយអញ្ចឹងឯងក៏ត្រូវតែត្រៀមខ្លួនក្នុងការស្លាប់ដូចគ្នាព្រោះសាប៊ីតងក៏បន្តថាក៏មរំអីចាំយើងបញ្ជូនឯងទៅឋានរស់និយាយចប់ភ្លាមក៏ត្រូវមួយដៃក៏លាន់មាត់ហើយថាអីយល់ខ្លាំងម្លេះមិនមែនមួយដៃនោះទេឆាន់ស៊ីឡាងក៏បានស៊ុបពើទៅកាន់គេនឹងរាប់ពាន់ដៃតែម្ដងទៅធ្វើឲ្យគេព្យាបាលហើយថាតើអាចរួចដោយរបៀបណាបន្តមកសេរីរឿងនេះភាពមួយនេះគឺត្រូវបានកាត់ចាប់ត្រឹមនឹងគឺមានតែរងចាំទស្សនានៅពេលបន្តទៀតជាមួយនឹងអាដមីននោះទេហើយបើមានកំហុសឆ្គងត្រង់ចំណុចមួយណាអីសូមមេត្តាខន្តីអភ័យទោសឲ្យអាដមីនផងណាបាទហើយសម្រាប់អ្នកក្លាហានណាដែលចង់លើកទឹកចិត្តមកកាន់អាដមីនអីគឺអាចលើកទឹកចិត្តតាមរយៈ QR code ខាងលើនេះបានអាដមីនមានតែពាក្យថាអរគុណនិងជូនពរដល់អ្នកហេរ៉ូស៊ីទៅទីមិនបានទៅណាមកណាប្រកបដោយសុខភាពពេលនេះពីសំណាក់អាដមីនបាយជួបគ្នានៅក្នុងវីដេអូក្រោយ